នេះជារមណីយដ្ឋានមួយកន្លែងដែលមានឈ្មោះថាភ្នំខ្សាច់នេះគឺជាទស្សនវិជ្ជាស្រាលស្រើផ្លូវប្រឡាយនៅពេលដែលយើងជិះទៅសម្ដៅរមណីយដ្ឋានមួយហ្នឹងគឺថាខៀវខ្ចីតែម្ដងបាទឥឡូវយើងបានមកដល់ហើយយើងឃើញថាមានបងប្អូនជាច្រើនបានមកចូលរួមលេងកម្សាន្តនៅរមណីយដ្ឋានមួយហ្នឹងហើយក៏មានបងប្អូនខ្លះមកពីជិតមានបងប្អូនខ្លះធ្វើដំណើរពីឆ្ងាយមានទាំងគ្រួសារប្តីប្រពន្ធមានទាំងគូស្នេហ៍ហើយក៏មានខ្លះទៀតក៏មកដូចជនទី3ហើយនិយាយលេងបងប្អូនប៉ុន្តែចំណែកខ្ញុំវិញគឺមកជាមួយពុកម៉ែបងប្អូននិងក្មួយដែលនៅក្នុងភូមិជាមួយគ្នាដោយសារតែកញ្ចក់ពេញអស់ហើយព្រោះអីមានអ្នកមកលេងកម្សាន្តនៅទីនឹងច្រើនអញ្ចឹងយើងក៏សម្រេចចិត្តដល់រកកន្លែងដើម្បីក្រាកន្ទឿអង្គុយជាមួយបងប្អូនហើយក៏បានរៀបចំម្ហូបដែលពួកយើងបានរៀបចំមកពីផ្ទះមានដូចជាប្រហុកសាច់មាន់ដែលពួកយើងបានធ្វើពីផ្ទះហើយជាពិសេសគឺម្ជូរនឹងតែម្ដងបាទគឺសម្រាប់នារីគឺចូលចិត្តណាស់ហើយចំណែកប្រុសវិញបានតែបជាទេបាទតែសូមពិសាដោយការទទួលខុសត្រូវបើសិនជាបងប្អូនចូលធ្វើម្ហូបពីផ្ទះទេបងប្អូនអាចកំងនៅកន្លែងនោះបានគឺថាតម្លៃធូរថ្លៃមែនតែនទាំងភេសជ្ជៈទាំងទឹកទាំងអីតែបើសម្រាប់កញ្ចុះវិញគឺធូរថ្លៃមែនតែនគឺកញ្ចុះមួយគឺតម្លៃតែ10000រៀលទេហើយចំណែកឯឆាត់ដែលនាំមកទឹកហ្នឹងគឺតម្លៃតែ5000រៀលទេគឺធូរថ្លៃមែនតែនបាទហើយមួយទៀតកុំយកច្រឡំចំពោះអ្នកដែលមិនស្គាល់កន្លែងហ្នឹងវាមិនមែនជាឆ្នេរខ្សាច់សមុទ្រអីទេបាទវាគឺជាស្ទឹងមួយដែលមានខ្សាច់មានតែខ្សាច់ល្អមែនតែនមើលទៅគួរឲ្យចាប់អារម្មណ៍ហើយស្អាតបាទចំពោះទឹកស្ទឹងក៏មិនរាក់ហើយក៏មិនជ្រៅពេកដែរតែសូមលេងនៅការប្រុងប្រយ័ត្នជាពិសេសអាណាព្យាបាលសូមមើលថែកូនឲ្យបានដិតដល់ហើយក្រឡេកទៅមើលទៅទឹកមុខទាំងចាស់ទាំងក្មេងគឺមានសភាពសប្បាយរីករាយមែនតែនបាទតែបើសិនជាមកលេងដែលទឹកមុខងាប់ដែលមិនមកទេទៅវិញទៅបាទទីគ្រូសាមកគាត់ហ្នឹងគឺគាត់ទៅមើលក៏មានរីសុខដែរចង់មកប្រពន្ធហើយនេះចង់មានកូនហើយនៅមកលេងទឹកដូចពួកគាត់ដែរហើយបរិមម្នាក់នេះវិញកំពុងតែអង្គុយសម្លឹងមើលរថប្លង់ជាពិសេសគឺកញ្ញាបាទឃើញគាត់កាន់កាមេរ៉ាដូចខ្ញុំឯងគឺសភាពតែម្ដងអង្គុយវាលខ្សាច់ហ្នឹងគឺធំតែម្ដងគឺមានបងប្អូនគាត់យកបាល់យកអីមកលេងយកសៃអីមកវាយគឺមើលទៅគឺមិនចាញ់សមុទ្រប្រហែលទេមាត់សមុទ្រល្មមគឺសុំខ្មាស់រីឯចំពោះប្លង់ថតវិញគឺញាក់សាច់គឺថាស្អាតចំពោះបងប្អូនណាដែលគាត់ចូលចិត្តថតរូបណាហើយគេក៏មានកន្លែងធ្វើដូចជារូបបេះដូងមានធ្វើជាច្រើនទៀតដែលគេមិនទាន់ធ្វើហើយនេះគេធ្វើហើយបានតែប្រហែលទេមានដូចជារូបបេះដូងមានដូចជារូបអីផ្សេងអញ្ចឹងណាអញ្ចឹងហើយយើងឃើញហើយឃើញនឹកខ្ញុំដើរទៅឃើញអញ្ចឹងមានអារម្មណ៍ថាចង់ថតរូបតែម្ដងមកឃើញទឹកមុខពួកគាត់រស់រាយហើយញញឹមស្រស់ទៀតបាទបើសិនជាឲ្យនៅថតមួយថ្ងៃក៏អត់ធុញដែរជាចុងក្រោយសម្ភាររមណីយដ្ឋានហ្នឹងមិនមែនទៅតែល្បីឬក៏ទៅគេបង្កើតទេរមណីយដ្ឋានហ្នឹងគឺល្បីនៅក្នុងឡុងឆ្នាំ2012 2013រៀងរាល់ពេលដែលមានកម្មវិធីប្រជុំបិណ្ឌហ្នឹងគឺមានមនុស្សដែលគាត់ធ្វើដំណើរកម្សាន្តណាគឺរាល់ថ្ងៃតែម្ដងជាពិសេសគឺរៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងឯងដោយសារតែមានការកែច្នៃទៅធ្វើឲ្យរមណីយដ្ឋានមួយហ្នឹងគឺងើបមុខមាត់ឡើងវិញចឹងអត់មានអីច្រើនទេនៅក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងដែលពួកខ្ញុំបានទៅលេងហើយធ្វើការបង្ហាញខ្លះជូនទៅដល់បងប្អូនដែលគាត់ចង់មកលេងដែរបាទជាចុងក្រោយហើយក៏សូមសំណូមពរដល់បងប្អូនដែលបានទៅលេងនៅរមណីយដ្ឋានមួយហ្នឹងពេលដែលខ្លួនបានបញ្ចប់ការកម្សាន្តនិងហូបចុកហើយសូមមេត្តារើសកាកសំណល់របស់ខ្លួនដាក់ទៅតាមធុងសម្រាប់នីមួយៗឬក៏វេចខ្ចប់ឲ្យបានស្អាតហើយប្រមូលឲ្យបានស្អាតចឹងណាហើយមួយចំនួនឃើញមានថាមានការរត់រាយមែនទែនគឺអត់មានការប្រមូលសម្រាប់របស់ខ្លួនទេគឺហូបហើយដាក់វាពេលកាលមើលទៅវាអត់ស្អាតវាអត់មានសណ្ដាប់ធ្នាប់ហើយក៏វាបានបង្ហាញពីអត្តចរិតរបស់យើងដែរថាអត្តចរិតរបស់យើងយ៉ាងម៉េចចឹងណាចឹងយើងហូបឲ្យសូមជួយយកវាដាក់ប្រមូលស្អាតទៅហើយដាក់នៅធុងសម្រាប់គេបានរៀបចំឲ្យចឹងទៅណាហើយចុងក្រោយក៏សូមអរគុណចំពោះការទស្សនាអរគុណ